Hello បាទជំរាបសួរបាទបងប្អូនអរគ្នានឹងហើយបងប្អូនខ្ញុំធ្វើការចែកម្លែកពីការប្រើប្រាស់ app Digital Ownery នឹងហើយចំពោះ app នឹងដែរគឺទទួលលុយពី Samsung Payback ហើយនេះគឺជាការចុចរកទីតាំងដែលហាងនៅជិតយើងហើយវាអត់មានទេយើងចុចរកកន្លែងស៊ីចាំងត្មងទៅហើយយើងចុចនៅកន្លែងតំបន់ដែលយើងរស់នៅដូចថាខ្ញុំនៅ055ខ្យងសាំងណាំដូអញ្ចឹងមកគឺខ្ញុំដាក់ចុចចឹងមកនឹងហើយដូចថាឥឡូវខ្ញុំទៅខាងបែកតំបន់ខាងជីនជូហើយខ្ញុំចុចរកផ្សារដែលខ្ញុំនៅចិត្តជាងគេឥឡូវខ្ញុំនៅចិត្តគឺជុំអាងស៊ីចាំងហ្នឹងហើយខ្ញុំស្វែងរកមកហ្នឹងហើយខាងក្រោមនេះសុទ្ធតែជាទីតាំងសេដ្ឋានហាងដែលខ្ញុំឆែកនៅជុំអាងមិញហ្នឹងហើយបងប្អូនអាចសួរនៅតាមហាងគេទៅមានសេវាកម្មទូទាត់ប្រាក់តាម app Digital Ownery អត់ហើយភាគច្រើនគឺសិតតែមានណាបងប្អូននៅផ្សារតូចៗចឹងកុំឲ្យទៅផ្សារទំនើបដូច Lotte E-Mart អីចឹងហើយនេះខ្ញុំឆែកមើលតំបន់ណាបងប្អូនហើយឆែកមើលតំបន់គឺឆែកដូចគ្នាចឹងតែគាត់ថាយើងគ្រីសទាំងអស់ចឹងណាហើយចំពោះអាសយដ្ឋាននេះរយៈចម្ងាយវាមានចម្ងាយឆ្ងាយចម្ងាយជិតអីចឹងទៅបងប្អូនមើលតាមនឹងទៅហាងមួយតែបងប្អូនចង់ទៅហើយឬមួយក៏យើងមកក្នុងផ្សារដែលយើងឃើញមិញនឹងត្មងក៏បានដែរដូចនេះគឺផ្សារជុំអាំងស៊ីចាំងហ្នឹងហើយយើងមើលហាងណាដែលមានបិទផ្លាក QR ហ្នឹងទៅឬមួយក៏អត់បិទក៏យើងអាចសួរគេបានដែរបងប្អូនជួនកាលគេទុកនៅកន្លែងណាអញ្ចឹងគេអត់បានបិទអញ្ចឹងបងប្អូនហើយចូលទៅទៅមកយើងឃើញនេះ QR ហើយយើងទិញអីវ៉ាន់ហើយគឺយើងទូទាត់តាមនឹងទៅបងប្អូនបាទគឺភាគច្រើនគឺសិតតែអាចចាយបានហើយស្រួលណាស់បងប្អូនយើងចុចវាយចំនួនទឹកលុយដែលយើងបានទិញហ្នឹងទៅហើយអង់គេទៅខ្ញុំទិញអស់ 25,000 អញ្ចឹងហើយវាយលេខសម្ងាត់របស់យើងមកហ្នឹងហើយរួចរាល់បាទបងប្អូនហើយសូមបញ្ជាក់ខ្ញុំមិនមែនជាអ្នកដែលចេះដឹងឬមួយក៏ជាគ្រូមកពីខាងណាទេខ្ញុំគ្រាន់តែយល់ដឹងបន្តិចតួចខ្ញុំធ្វើការចែករំលែកទៅកាន់បងប្អូនអ្នកដែលគាត់មិនទាន់សូវយល់អីចឹងហើយបើសិនជាមិនយល់ឬមួយក៏ខុសឆ្គងត្រង់ណាក៏សូមកម្មទៅអធិស្ឋានផងនិងសូមអរគុណហើយជួយ like ជួយ share វីដេអូនេះដើម្បីឲ្យបងប្អូនយើងយល់ពីរបៀបចាយទាំងអស់គ្នាផងបាទនឹងអរគុណបាយបាយ